iPhone 17 ទើបស័ក្តិសមជា iPhone ជំរើសទី1នៅក្នុងចំណោម iPhone ថ្មីទាំងអស់អ្នកដែលធ្វើវីដេអូពី iPhone មិនថាអ្នក review មិនថាអ្នកប្រើគឺតែងតែលើកសរសើរពី iPhone 17 ធម្មតាខ្ញុំមើលឃើញតាំងពីថ្ងៃដែល Apple Live ដំបូងម្លេះងាយទេដោយសារតែ iPhone 17 គឺមានតម្លៃធូរថ្លៃជាងគេវាមាន chip ដ៏ល្អកាមេរ៉ាមុខដ៏ល្អហើយសំខាន់បំផុតអេក្រង់ 120Hz នេះគឺជាវីដេអូបកស្រាយពី iPhone 17លើកទី1ហើយដែលខ្ញុំសូមដក model Pro ជាការ recommend ជំរើសទី1នៅក្នុងចំណោម iPhone ទាំងអស់នៅក្នុងឆ្នាំនេះតើអ្នកទាំងគ្នាត្រូវការយក Pro មកធ្វើអីប៉ុន្តែមុននឹងឆ្លើយនៅសំណួរហ្នឹងខ្ញុំចង់បង្ហាញពីតម្លៃដែលខុសគ្នារវាង iPhone 17 និង iPhone 17 Pro តម្លៃក្នុងស្រុកនៅពេលដែលខ្ញុំកំពុងថតវីដេអូនេះតម្លៃ update អាចថាមិនចុងក្រោយបំផុតទេប៉ុន្តែវាក៏ជាតម្លៃមួយចេញពីក្រុមហ៊ុន Falcon ដែរ iPhone 17 ទំហំ 256GB តម្លៃ$1099 iPhone 17 Pro ទំហំ 256GB ដូចគ្នាតម្លៃរបស់វាគឺ$1499 ខុសគ្នា$400បើគិតជាភាគរយគឺ 36% ប៉ុន្តែបើសិនជាអ្នកទាំងគ្នាហក់ទៅយក iPhone 17 Pro Max នោះអ្នកទាំងគ្នានឹងចាយលុយបន្ថែមខ្លាំងជាងនឹងទៀត Model 17 Pro Max ទំហំ 256GB ដូចគ្នាតម្លៃរបស់វាគឺ$1759 ខុសគ្នារហូតដល់ទៅ$600ជាងហើយបើគិតជាភាគរយ 60% តម្លៃប៉ុននេះគឺវាខុសគ្នាច្រើនខ្លាំងមែនទែនហើយខ្ញុំនឹងប្រាប់ពីរបស់ដែល Model Pro មាន Model ធម្មតាអត់មានហើយខ្ញុំនឹងឲ្យអ្នកទាំងគ្នាធូរចិត្តបើសិនជាមានគំនិតចង់គិតថាទិញ iPhone 17 ជំនួស iPhone 17 Pro ដែល5ចំណុចនេះខ្ញុំគិតថាអ្នកទាំងគ្នាមិនចាំបាច់មានក៏បានដែរចំណុចទី1គឺកាមេរ៉ា 4x Model 17 ធម្មតាក៏អាចថត 4x បានដែរបើទោះបីវាជា Digital Zoom ក៏វាមិនបែក pixel ខ្លាំងហើយវាក៏ច្បាស់គ្រប់គ្រាន់ក្នុងការដែលអ្នកទាំងគ្នាយកទៅផុសក្នុង Facebook Instagram ថតផលិតផលលក់ដូរអីហ្នឹងគឺបានកុំបារម្ភថាវាអត់សូវច្បាស់ព្រោះថាកាមេរ៉ាក្រោយរបស់វាគឺមានទំហំដល់ទៅ48 megapixel ដែលវាប្រើបច្ចេកវិទ្យា pixel binning ធ្វើឲ្យអ្នកទាំងគ្នាថត12 megapixel ជា 2x ឬក៏ 4x បានដោយគ្មានបញ្ហាចំណុចទី2គឺមុខងារ ProRes RAW និង Apple Lock Color ProRes RAW នេះគឺជាប្រភេទវីដេអូឆៅវាជាប្រភេទ compress RAW តែវាមិន process អីច្រើនទេវាយកទិន្នន័យចេញពី sensor មកទាំងដលតែម្ដង1នាទីស៊ីដល់ទៅ 15GB បើសិនជាអ្នកទាំងគ្នាថត 4K 60fps ហើយប្រភេទវីដេអូនេះអ្នកទាំងគ្នាអាចយកទូរស័ព្ទហ្នឹងកាន់ថតទៅទេបានទេវាតម្រូវឲ្យមាន external SSD ដោតទៅក្នុងទូរស័ព្ទនឹងទៀតហើយបើទោះបីជាថតបានហើយក៏អ្នកទាំងគ្នាត្រូវការយកវីដេអូនេះទៅដាក់កែពណ៌ម្តងទៀតនៅក្នុង computer បើសិនជាអត់មាន computer អ្នកទាំងគ្នាយកទៅផុសឬក៏ប្រើការតែម្ដងវានឹងក្លាយទៅជាវីដេអូប្រភេទដូចកាមេរ៉ាចំនួនមុនដែលសខ្មៅសួរថានេះគឺជាចំណុចដែលអ្នកទាំងគ្នាត្រូវចាយលុយបន្ថែមដើម្បីយកមកប្រើចំណុចទី3គឺ A19 Pro chip ខ្ញុំគិតថាអ្នកទាំងគ្នាមិនអាចប្រើអស់កម្លាំងទេសម្រាប់ A19 Pro ហើយបើទោះបីជា A19 នេះក៏ប្រើមិនអស់កម្លាំងដែរខ្ញុំនឹងនិយាយបន្ថែមពី chip នៅវគ្គបន្ទាប់ប៉ុន្តែពេលនេះខ្ញុំចង់បញ្ជាក់ថា A19 Pro វាមានចំណុចធំមួយដែលលើស A19 ធម្មតានោះគឺ GPU មួយគ្រាប់ដែលសរុបទាំងអស់ទៅគឺវាផ្ដោតទៅលើការប្រើការងារធន់ដូចជា game ដែលវាជាប្រភេទ game ធំទៀត game ធម្មតាអ្នកទាំងគ្នាមិនអាចទៅប្រើឲ្យអស់កម្លាំង chip បានទេកន្លែងហ្នឹងចាំបន្តិចសិនខ្ញុំនឹងបញ្ជាក់បន្ថែមនៅផ្នែក performance ចំណុចទី4គឺថាមពលថ្មចំណុចនេះអាចថាមានអ្នកចង់បានច្រើនសម្រាប់ model Pro ដោយសារតែវាកាន់ថ្មបានយូរជាងប៉ុន្តែវាមិនលើសពី model 17 ធម្មតាច្រើនទេណាមួយ model 17 ក៏ឡើងថ្មធំជាងមុនដែរអេក្រង់របស់វាក៏តូចល្មមទៀតចំណុចទី5គឺ RAM 12GB RAM ធៀបមកកាន់ 8GB RAM អ្នកទាំងគ្នាត្រូវដឹងមួយថាគ្រប់ game ទាំងអស់ដែលមាននៅក្នុងទូរស័ព្ទមិនមាន game ណាដែល utilize RAM ដល់ទៅ 8GB ទេអាចថាសម្រាប់ប្រភេទទូរស័ព្ទ Android គឺមាន game មួយចំនួនស៊ី RAM ខ្លាំងហើយបូកជាមួយ Android operating system មួយទៀត app run នៅ background មួយទៀតអាចថាវាឈានដល់6ទៅ 7GB RAM ប៉ុន្តែ Apple គឺជារឿងផ្សេងរាល់ app រាល់អ្វីៗទាំងអស់ដែល run វាត្រូវការ RAM តិចជាង Android 8GB ដែលមាននៅក្នុង iPhone 17 វាពិតជាគ្រប់វាមិនខ្វះទេសម្រាប់ខ្ញុំផ្ទាល់ 12GB RAM ដែលគេបន្ថែមនៅក្នុង Model Pro អាចថាវាជាផ្នែក marketing មួយប៉ុន្តែបើនិយាយពី performance វិញប្រើធម្មតាมันអាច utilize អស់ទេអាចថាមានអ្នកទៅកាត់វីដេអូនៅក្នុងទូរស័ព្ទកម្រិតច្បាស់ 4K 120fps កាត់ហើយ render នៅក្នុងហ្នឹងប្រើ effect ប្រើអីច្រើនមួយទៀតអ្នកដែលប្រើ AI on device
អានេះគឺនៅពេលដែល Apple ទម្លាក់ AI ចូលមកក្នុងទូរស័ព្ទប៉ុន្តែឥឡូវនេះគឺមិនទាន់ឃើញ AI ណាដែល Apple ទម្លាក់មកទេគ្រាន់តែថាបើសិនជាគេទម្លាក់មក RAM 8GB វាប្រកាសជាស្ទើរបើសិនជា AI នោះ run នៅក្នុង device គឺ AI on device អូខេអញ្ចឹងនេះគឺជា5ចំណុចដែលខ្ញុំមើលឃើញថាវាមាននៅក្នុង model Pro អត់មាននៅក្នុង model ធម្មតាតែអ្នកទាំងគ្នាអាចកាត់ចោលបានយ៉ាងងាយអ្នកប្រើទូទៅកាន់មើលវីដេអូច្រើនឆាតច្រើនថតរូបច្រើនថតវីដេអូច្រើនក្នុងកម្រិតដែលនៅក្នុង social media គឺប្រកាសជាគ្រប់គ្រាន់ហើយលើសពីគ្រប់ទៀតត្រឹម model 17ធម្មតាឥឡូវនេះផាត់អ្វីៗដែលមាននៅក្នុង model Pro ខ្ញុំនឹងប្រាប់ពីរបស់ដែលមានហើយខ្ញុំមើលឃើញថាសិស្សតែជារបស់ដែលខ្ញុំពេញចិត្តមាននៅក្នុង iPhone 17ចំណុចទី1គឺអេក្រង់ yes រយៈពេល5ឆ្នាំហើយបន្ទាប់ពី iPhone ទី1ដែល Apple ទម្លាក់ 120Hz ចូលទៅក្នុងទូរស័ព្ទហ្នឹងគឺ iPhone 13 Pro ពេលនោះគឺមាន iPhone 13ធម្មតានិង iPhone 13 Plus នៅតែប្រើ 60Hz បន្តមកទៀត14 15 16គ្រប់ base model មានន័យថា13 14 15 16ធម្មតាមិនមែន model Pro សុទ្ធតែប្រើ 60Hz ទាំងអស់ទើបតែ17ធម្មតានេះដែលមាន 120Hz refresh rate 120Hz នេះគឺវាឆ្លាស់ចលនានៅលើអេក្រង់តាន់ភ្នែកថាច់គឺអូសតាមដៃលឿនណាមួយពន្លឺអេក្រង់របស់17នេះក៏វាឡើងភ្លឺខ្លាំងដល់ 3000 nit ទៀតសម្រាប់ peak brightness ហើយចំណុចផ្សេងទៀតនៅក្នុងផ្នែកអេក្រង់នេះដូចជា model Pro មានកម្រិតច្បាស់ដល់ទៅ 460 ppi model នេះក៏មាន 460 ppi ដូចគ្នា Always on display run នៅពេលដែលអេក្រង់មានត្រឹម 1Hz ក៏វាមានដូចគ្នាដែរនិយាយរួមទៅបើធៀបទៅកាន់ model Pro ពីរហ្នឹងគឺវាអត់ខុសគ្នាទេខុសតែមួយទេគឺទំហំបើធៀបទៅកាន់ model Pro Max មួយទៀតរឿងទំហំអេក្រង់ 6.3 inch សម្រាប់អ្នកដែលគិតថាវាតូចវាមិនធំពេញភ្នែកអីកុំតន់គិតបែបហ្នឹងអាចទៅមើលផ្ទាល់ខ្លួនឯងខ្ញុំកាន់ទូរស័ព្ទអេក្រង់ 6.1 inch 6.2 inch គឺ iPhone 15 Pro និង Galaxy S24 ខ្ញុំមិនដែលមានបញ្ហាជាមួយការ typing ការមើលវីដេអូនិងការប្រើប្រាស់ទូទៅទេជាក់ស្ដែងវាតូចជាងមែនក៏ប៉ុន្តែគ្រប់ពេលដែលខ្ញុំទៅណាមកណាខ្ញុំងាយស្រួលក្នុងការកាន់ហើយតែតែចង់ទាញវាចេញពីហោប៉ៅបន្តមកផ្នែករូបរាងម្ដងអាចមានអ្នកគិតបែបនេះថាបើជ្រុលជាចំណាយលុយទិញ iPhone series ថ្មីទៅហើយហេតុអីក៏មិនទិញរូបរាងថ្មីហើយទិញពណ៌ថ្មីសម្រាប់អ្នកគិតបែបហ្នឹងគឺគាត់ទុកទូរស័ព្ទជាផ្នែកមួយដូចជាគ្រឿងអលង្ការដែរអញ្ចឹងគាត់តែងតែទិញរបស់ដែលប្លែកថ្មីហើយជាពិសេសបើសិនជាគាត់ទិញពណ៌ទឹកក្រូចគាត់ប្រហែលជាមិនខ្វល់ពីបច្ចេកវិទ្យាឬក៏របស់ដែលគាត់ត្រូវប្រើគាត់មិនត្រូវប្រើអីគាត់អត់ខ្វល់ទាំងអស់ហ្នឹងគឺជារឿងមួយគាត់ទិញទៅត្រូវហើយតែខ្ញុំសូមបញ្ជាក់មួយថារូបរាង iPhone 17នេះវាមិនមែនជារូបរាងចាស់ទេវាមានអាយុកាល1ឆ្នាំគត់បើរាប់ពីការ design ថ្មីហ្នឹងហើយអ្នកទាំងគ្នាគួរតែដឹងថាគ្រប់ទូរស័ព្ទទាំងអស់មិនថាតែ Apple ទេពីមួយឆ្នាំទៅមួយឆ្នាំវាមិនមែនជាការផ្លាស់ប្ដូររូបរាងប្លែកខ្លាំងទេនេះគឺជាទម្លាប់ថ្មីមួយសម្រាប់ក្រុមហ៊ុនទូរស័ព្ទទាំងអស់ហើយជាពិសេសគឺ Apple ឡើងតែម្ដងប្រហែលឆ្នាំទៅគេដូររាងម្ដងអ្នកទាំងគ្នាអាចឆែកមើលត្រឡប់ក្រោយវិញបានសម្រាប់ខ្ញុំវាគឺជារូបរាងមួយដែលនៅមើលឃើញស្រស់នៅឡើយណាមួយទៀតវានៅរក្សាសម្ដានជា iPhone បើសិនជា model Pro ខ្ញុំមើលឃើញថាវាចង់ខ្លាយទៅជាការ design បែបទូរស័ព្ទចិនទៅហើយជម្រើសពណ៌ក៏វាមានច្រើនជាង model Pro ទៀតអ្នកទាំងគ្នាអាចរើសបានតាមចិត្តជាពិសេសគឺមានពណ៌ខ្មៅហើយ material វិញក៏លែងបែងចែកវណ្ណៈអ្នកមានអ្នកក្រទៅដែរគឺ aluminium មួយភូមិផ្នែកកាមេរ៉ាឆ្នាំនេះគឺ Apple មិនថាំទេបើទោះបីជា iPhone series ទៀតមានន័យថា base model ក៏ដោយហើយអ្វីដែលពិសេសគឺគេផ្លាស់ប្ដូរមួយគ្រាប់នៅផ្នែកខាងមុខវាគឺជាចំណុចធំហើយវាគឺជាកាមេរ៉ាមុខដែលល្អជាងគេបំផុតនៅក្នុងโลกនៅពេលនេះមិនទាន់មានក្រុមហ៊ុនចិនណាធ្វើតាមទេខ្ញុំអាចនិយាយចឹងបានវាមានទំហំ18 megapixel វាប្រើ sensor ការ៉េ4ជ្រុងដែលអ្នកទាំងគ្នាអាចថតប្តីក៏បានថតបញ្ឈរក៏បានដោយមិនចាំបាច់ផ្អៀងទូរស័ព្ទឬក៏ផ្ដេកទូរស័ព្ទថត selfie ពេលដើរលេងថត vlog ថតអីនេះវាគឺជាកាមេរ៉ាដ៏ល្អបំផុតកាមេរ៉ាក្រោយក៏មិនថាំដែរ48 megapixel ទាំងពីរគ្រាប់អញ្ចឹងមានន័យថាយើងអាចថតរូប12 megapixel បានច្រើនទំហំដោយសារតែវាមានបច្ចេកវិទ្យា pixel binning គេហៅថាបង្រួម pixel ហ្នឹងថតប្លង់ទូលាយខ្លាំងប្លង់ធម្មតាវាគឺជាកាមេរ៉ាដែលអ្នកប្រើទូទៅហ្នឹងប្រើមួយគ្រប់គ្រាន់បើសិនជាអ្នកទាំងគ្នាប្រើ model Pro ខ្ញុំជឿជាក់ថា5គុណ10គុណអ្នកទាំងគ្នាមិនសូវប្រើទេជាប្រចាំថ្ងៃអ្នកទាំងគ្នាប្រើនៅពេលដែលដើរលេងថតរបស់ដែលនៅឆ្ងាយរបស់ដែលអ្នកទាំងគ្នាមើលឃើញហើយចង់ zoom ទៅចិត្តអីហ្នឹងវាគឺជារឿងដែលម្ដងម្កាលសម្រាប់ការប្រើប្រចាំថ្ងៃផ្ទាល់តែម្ដងគឺអាចថា ultra wide ត្រូវការខ្លាំង1គុណត្រូវការថតទូទៅហើយ2គុណដែលក្របអាចថតផលិតផល close up តែចំណុចមួយនេះអ្នកទាំងគ្នាត្រូវចងចាំមួយថាភាពខុសគ្នារវាង sensor របស់ iPhone 17 និង iPhone 17 Pro គឺមាន48 megapixel ដូចគ្នាក៏ប៉ុន្តែ
ទំហំរបស់វាជាក់ស្ដែងគឺ iPhone 17 Pro មានទំហំធំជាងបើតាម website ធំៗមួយចំនួនបានបញ្ជាក់ថា sensor របស់ model Pro ធំជាង 22% អញ្ចឹងបើគិតជាការថតរូបជាក់ស្ដែងបើវិស័យរបស់ខ្ញុំកាលណាដែល sensor របស់វាធំជាងវាផ្ដល់ឲ្យអ្នកទាំងគ្នានឹងនៅការថតរូបកន្លែងងងឹតក្រនបើមិនសូវមាន noise ច្រើនហើយបើសិនជាថតគៀករបស់ណាមួយនោះអ្នកទាំងគ្នានឹងឃើញកម្រិត Pearl background នឹងរៀងច្រើនជាងដូចគ្នាអូខេអញ្ចឹងចូលមកផ្នែក performance ដូចខ្ញុំនិយាយខាងដើមអញ្ចឹង A19 និង A19 Pro ចំណុចខុសគ្នាធំគឺ GPU មួយគ្រាប់ដែលមានលើសកន្លែងនេះគឺអាចរំពឹងថាវានឹងអូស game ធំហ្នឹងបាន FPS ច្រើនជាងមើលទៅ smooth ជាងហើយបើសិនជានិយាយពីចំណុចមួយទៀតអាចថាជាចំណុចសំខាន់ដែរគឺ CPU cache កន្លែងនេះគឺតម្រូវឲ្យអ្នកទាំងគ្នាប្រើការងារដែលធ្ងន់បំផុតទៅវាអាចជួយបានឧទាហរណ៍ដូចជាអ្នកទាំងគ្នាបើកកម្មវិធីជាច្រើនហើយប្រើឆ្លាស់ទៅឆ្លាស់មកដំណើរគ្នាហើយអ្នកទាំងគ្នាកាត់វីដេអូនៅក្នុងហ្នឹងអ្នកទាំងគ្នាប្រើកាមេរ៉ាហើយអ្នកទាំងគ្នា run game ផងអីផងដំណើរគ្នាហ្នឹងកន្លែងនេះ CPU cache គឺវានឹងជួយឲ្យល្បឿនហ្នឹងឆ្លាស់ទៅឆ្លាស់មកលឿនកន្លែងនេះមិនមែនត្រឹមតែនិយាយពី CPU ដែលមាននៅក្នុង Apple iPhone នេះទេ CPU ដែលមាននៅក្នុង desktop laptop អីផ្សេងក៏វាមាន process បែបហ្នឹងដូចគ្នាដែរពាក្យថាលឿនមួយម៉ាត់គឺសំដៅទៅលើ frequency ក៏ប៉ុន្តែនៅពេលដែល process ជាច្រើនដំណើរគ្នាគឺអាស្រ័យទៅលើ cache ហើយនៅមាន architecture អីផ្សេងៗទៀតចូលរួមជាមួយគ្នាអញ្ចឹង CPU មានច្រើនផ្នែកដែលត្រូវមើលប៉ុន្តែក្រៅពីហ្នឹង Wi-Fi 7 Bluetooth 6.0 ទំហំ chip ប្រើបច្ចេកវិទ្យា 3 nanometer ដូចគ្នាវាហាក់បីដូចជាម៉ាស៊ីនតែមួយប៉ុន្តែមួយបំពាក់ទៅដោយ turbo ត្រង់កន្លែងនេះខ្ញុំសូមបើកវងកញ្ចក់បញ្ជាក់ពីចំណុចមួយឲ្យដាច់ស្រឡះខ្ញុំទៅរកឃើញដែរទេ Apple បង្ហាញពី modem ថ្មី C1X អានេះគឺជា modem ដែល Apple design ហើយធ្វើនៅខ្លួនឯងក៏ប៉ុន្តែចំណុចដែលសំខាន់អ្នកទាំងគ្នាកុំច្រឡំថា iPhone 17, 17 Pro, 17 Pro Max ប្រើ C1X modem ហ្នឹង model ដែលខ្ញុំរៀបរាប់ទាំង3នេះគឺប្រើ modem ចេញពី Qualcomm គឺ Snapdragon X80 សម្រាប់ model ដែលប្រើ C1X គឺ model iPhone Air កន្លែងនេះគឺជាចំណុចដែលខ្ញុំខកចិត្តមួយដែរបើសិនជាខ្ញុំប្រើ iPhone នៅក្នុងឆ្នាំនេះខ្ញុំប្រកាសជាស្គាល់រសជាតិ C1X Apple modem ប៉ុន្តែឥឡូវបើសិនជាទិញគឺប្រកាសជា Qualcomm Snapdragon អូខេសរុបនៅផ្នែក performance ខ្ញុំគិតថាអ្នកទាំងគ្នាអាចមើលឃើញចំណុចខុសគ្នាច្រើនហើយខ្ញុំក៏នៅតែគិតថាវាសុទ្ធសឹងតែជាចំណុចដែលអ្នកទាំងគ្នាអាចកាត់ចោលបានដូចគ្នាហើយបើសិនជាធៀបទៅកាន់ model ចាស់ iPhone 17បើតាម website របស់ Apple គេដាក់ប្រៀបធៀប CPU របស់វាលឿនជាង iPhone 15 40% ហើយ GPU លឿនជាងដល់ទៅ 80% ចំនួនប៉ុណ្នេះគឺច្រើនខ្លាំងមែនទែនបើទោះបីជាធៀបទៅកាន់2ជំនាន់មុនក៏ដោយប៉ុន្តែក៏វានៅតែច្រើនដែរអូខេអញ្ចឹងខ្ញុំសូម recap មកវិញទាំងអស់វីដេអូដែលខ្ញុំបកស្រាយនេះមិនមែនមានន័យថា iPhone 17 Pro វាអន់ជាង iPhone 17 ទេជាការពិតនៅពេលបច្ចុប្បន្ននេះក៏នៅតែមានមនុស្សជាច្រើនទៀតដែលឆាប់ឈួលអារម្មណ៍និយាយស្ដាប់គ្នាមិនសូវបានមិនថាតែរូបផុសសរសេរ caption ឬក៏ជាប្រភេទវីដេអូអីទេនៅតែមានអ្នកដែលនិយាយទាំងមិនយល់ពីប្រធានបទដែលគេនិយាយអានេះគឺនៅតែមានច្រើនខ្ញុំសង្ឃឹមថាវីដេអូនេះគឺអត់មានទេខ្ញុំបានដាក់ចំណងជើងច្បាស់ហើយថាវាគឺជាជម្រើសទី1មិនមែនវាល្អជាងគេទេហើយអ្នកដែលខ្ញុំសម្ដៅទៅជម្រើសទី1ហ្នឹងគឺជាអ្នកប្រើទូទៅ iPhone 17វាគឺជា model ទូរស័ព្ទមួយដែល Apple រុញមកច្រើនហើយទារលុយពីអ្នកទាំងគ្នាតិចជាងគេសម្រាប់អ្នកដែលលក់ទូរស័ព្ទ model Pro កុំខ្លាចថាខ្ញុំចេញវីដេអូនេះទៅលក់មិនដាច់ដោយសារខ្ញុំមិនមែនទេនៅតែមានប្រភេទមនុស្សដែលគាត់ទៅប្រើ model Pro ហ្នឹងដដែលទី1ដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងអ្នកដែលទុកទូរស័ព្ទជាផ្នែកមួយនៃគ្រឿងអលង្ការគាត់មិនអាចទៅប្រើ base model បានទេគាត់ត្រូវការរបស់ថ្មីគាត់ត្រូវការពណ៌ថ្មីគាត់ត្រូវការបង្ហាញបើសិនជាអត់មាន model ដែលធំជាងគេល្អជាងគេថ្លៃជាងគេទេវាហាក់បីដូចជាទៅការគេអត់មានរ៉ូបស្លៀកអញ្ចឹងគាត់ត្រូវតែទិញ model Pro ប្រភេទមនុស្សទី2គឺ creator ដូចជាខ្ញុំឬក៏អ្នកផ្សេងទៀតដែលគាត់ផលិតវីដេអូច្រើនគាត់ត្រូវការទូរស័ព្ទដែលមានគុណភាពវីដេអូហ្នឹងអាចជំនួសកាមេរ៉ាដែលខ្ញុំកំពុងតែថតនេះម្ដងម្កាលអាចជំនួសដៃជើងបានហើយណាមួយបើសិនជាគាត់មិនចង់ទិញកាមេរ៉ាក៏ប្រើទូរស័ព្ទនឹងបានដូចគ្នាគុណភាពវីដេអូដែលចេញពី iPhone Pro គឺប្រកាសជា the best អត់ទាន់មានទូរស័ព្ទណាតាមតាន់ទេហើយប្រភេទមនុស្សមួយទៀតដែលគាត់ប្រើទូរស័ព្ទតែមួយហើយគាត់ចង់បានទូរស័ព្ទដែលកាន់ថ្មខ្លាំងបំផុតហើយខ្ជិលសាកថ្មមួយថ្ងៃសាកតែម្ដងពេលយប់ហើយប្រើពីព្រឹកដល់យប់វិញ
គាត់ប្រកាសជារត់ទៅរក model Pro Max តែសម្រាប់សិស្សនិស្សិតអ្នកធ្វើការអ្នករកស៊ីលក់ដូរអ្នកចង់ប្រើ iPhone ថ្មីហើយមានរបស់ល្អៗមួយគ្រប់ iPhone 17វាជារបស់មួយដែលធ្វើឲ្យអ្នកទាំងគ្នាសល់លុយច្រើនដែរបើធៀបទៅកាន់ model Pro អូខេអញ្ចឹងនេះគឺជាវីដេអូបកស្រាយពី iPhone 17អរគុណជួបជាមួយខ្ញុំនៅវីដេអូបន្ត